រដ៏ផូរផង់របស់ខ្មែរសម្រាប់បំពាក់ប្រពៃណីខ្មែររបស់បុរាណខ្មែរដែលរក្សាបានយ៉ាងគង់វង្សនិងគត់មុតនៅកម្ពុជាក្រោមកំពុងតែផ្ទុះល្បីល្បាញបន្តបន្ទាប់តាមរយៈភាពយន្តខ្នាតធំវៀតណាមរឿងជ្រូកក្រញាំ5និងជំនឿស្នេហាដ៏ផ្អែមល្ហែមរបស់សិល្បករនីវៀតណាមសម្រាប់សម័យបច្ចុប្បន្នតែមានលាយបញ្ចូលសិល្បៈបុរាណនិងប្រជាប្រិយទទួលបាននូវការចាប់អារម្មណ៍ខ្លាំងគួរឲ្យកត់សម្គាល់ដូចគ្នាទៅនឹងភាពយន្តដែលផ្អែកលើប្រវត្តិសាស្ត្រព្រេងនិទានបែបដំណើរតគ្នាពីចាស់បុរាណគឺទទួលបាននូវប្រជាប្រិយភាពខ្ពស់និងរលកនៃការគ្រប់គ្រងយ៉ាងខ្លាំងពីសំណាក់ទស្សនិកជននាពេលថ្មីៗនេះពិភពសិល្បៈកំសាន្តវៀតណាមបានលេចចេញនូវបាតុភូតវប្បធម៌ដ៏លេចធ្លោមួយនៅពេលដែលធាតុផ្សំនៃអរិយធម៌ខ្មែររាប់ចាប់តាំងពីក្បាច់រាំបុរាណសម្លៀកបំពាក់ខ្មែរពិធីអាពាហ៍ពិពាហ៍តាមប្រពៃណីរហូតដល់ជំនឿដ៏អាថ៌កំបាំងត្រូវបានដាក់បញ្ចូលហើយរំលេចឡើងយ៉ាងស្រស់ស្អាតនិងមានសោភ័ណភាពខ្ពស់នៅក្នុងស្នាដៃសិល្បៈភាពយន្តខ្នាតធំនិងចម្រៀងរបស់វៀតណាមជាបន្តបន្ទាប់ជាការចាប់អារម្មណ៍តារាចម្រៀងវ័យក្មេងដ៏មានសក្តានុពលនិងល្បីល្បាញរបស់វៀតណាមភឿងមីជីបានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលនិងកោតសរសើរយ៉ាងខ្លាំងតាមរយៈការដាក់បញ្ចូលវប្បធម៌ខ្មែរក្រោមចូលទៅក្នុងសមិទ្ធផលតន្ត្រីស្នេហារបស់នាងនៅក្នុងវីដេអូចម្រៀងដែលបានចេញផ្សាយជាផ្លូវការកាលពីថ្ងៃទី12ខែសីហានោះនាងបានរៀបចំនិងសម្ដែងដោយមានបញ្ចូលឈុតឆាកក្នុងពិធីរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរបានយ៉ាងគត់មុតនិងត្រឹមត្រូវតាមទម្រង់ដើមអ្វីដែលធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំងបំផុតគឺសម្លៀកបំពាក់ប្រពៃណីខ្មែរដែលត្រូវបានច្នៃយ៉ាងស្រស់ស្អាតអមជាមួយគ្រឿងអលង្ការរៀបចំឡើងយ៉ាងប្រណិតឆ្លុះបញ្ចាំងពីភាពរស់រវើកនិងការថែរក្សាបានយ៉ាងគង់វង្សនៃមរតកដូនតាខ្មែរនៅតំបន់ភាគខាងត្បូងវៀតណាមដែលជាតំបន់ដែលបងប្អូនខ្មែរកម្ពុជាក្រោមកំពុងតែរស់នៅបន្ថែមលើពីនេះការបញ្ចូលក្បាច់រាំប្រពៃណីខ្មែរដែលមានចលនាល្វត់ល្វន់និងទន់ភ្លន់បានធ្វើឲ្យស្នាដៃចម្រៀងស្នេហាបទឋានសួគ៌ជាមួយគូស្នេហ៍កាន់តែមានព្រលឹងព្រមទាំងទទួលបានការចុចទស្សនានិងចែករំលែកយ៉ាងច្រើនសន្ធឹកសន្ធាប់លើបណ្ដាញសង្គមផងដែរកាន់តែពិសេសតារាស្រីភឿងមីជីមិនភ្លេចបញ្ចូលអក្សរខ្មែរដើម្បីបញ្ជាក់ពីអត្តសញ្ញាណដើមរបស់ខ្មែរនៅចុងវីដេអូនោះដែរបើតាមការលើកឡើងរបស់សិល្បករគំនូរខ្មែរក្រោមលោកស៊ីម៉ែតបានចែករំលែកថាមានកូនខ្មែរបងប្អូនខ្មែរក្រោមចូលរួមក្នុងក្រុមការងាររាំរបាំនិងតុបតែងសម្លៀកបំពាក់បុរាណខ្មែរយើងផងដែរដើម្បីឲ្យត្រឹមត្រូវតាមទម្រង់ដើមស្របពេលជាមួយគ្នានេះផងដែរវិស័យភាពយន្តក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញវប្បធម៌នៃជាតិសាសន៍នីមួយៗឲ្យល្បីល្បាញលើឆាកអន្តរជាតិផងដែរតាមរយៈភាពយន្តខ្នាតធំរឿងជ្រូកក្រញាំ5ឬ Hell Trotter ដែលសាច់រឿងបានដកស្រង់គំនិតចេញពីរឿងព្រេងប្រជាប្រិយខ្មែរដ៏មានប្រជាប្រិយភាពនិងអាចកំបាំងនៅតំបន់ភាគនិរតីនៃប្រទេសវៀតណាមដែលជាដែនដីកម្ពុជាក្រោមដោយផ្ទៃរឿងបានរំលេចអំពីជំនឿនៃការបដិសន្ធិឡើងវិញនៃព្រលឹងនិងរឿងរ៉ាវរបស់សត្វជ្រូកដែលមានក្រញាំជើង5ដូចជើងមនុស្សបើតាមជំនឿតាំងពីបុរាណកាលមកជនជាតិខ្មែរនៅកម្ពុជាក្រោមមិនដែលកាត់សាច់ហូបឡើយប៉ុន្តែតែយកទៅប្រគល់ជូនវត្តអារាមដើម្បីឲ្យព្រះសង្ឃថែរក្សានិងចិញ្ចឹមដល់ថ្ងៃស្លាប់ទើបធ្វើបុណ្យយ៉ាងសមរម្យសូមរំលឹកឡើងវិញដែរថាភាពយន្តខ្នាតធំបែបព្រលឹងបិសាចនិងជំនឿបែបប្រជាប្រិយនេះមិនត្រឹមតែនាំមកនូវភាពរំភើបញាប់ញ័រដល់ទស្សនិកជនប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានបង្ហាញពីទស្សនវិជ្ជាជីវភាពរចនាបថស្ថាបត្យកម្មវត្តអារាមខ្មែរប្រពៃណីខ្មែររបាំខ្មែរនិងភាពស្មោះត្រង់នៃជំនឿសាសនារបស់ជនជាតិខ្មែរដើមនៅតំបន់នោះឲ្យទស្សនិកជនទូទាំងសកលលោកបានស្គាល់កាន់តែច្បាស់ផងដែរថ្មីត្បិតតែជាភាពយន្តនិងជាចម្រៀងវៀតណាមប៉ុន្តែសកម្មភាពសិល្បៈទាំងអស់នេះបានបញ្ជាក់យ៉ាងច្បាស់ថាវប្បធម៌ភាសាសម្លៀកបំពាក់និងប្រពៃណីខ្មែរដែលត្រូវបានបន្សល់ទុកនិងថែរក្សាបានយ៉ាងខ្ជាប់ខ្ជួនដោយបងប្អូនជនជាតិខ្មែរកម្ពុជាក្រោមជាច្រើនចំនួនមកហើយនោះគឺជាគ្រាប់ពេជ្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបានទើបធ្វើឲ្យទាំងផលិតករនិងសិល្បករនីវៀតណាមយកមរតកវប្បធម៌ទាំងអស់នេះមកច្នៃប្រឌិតនិងផ្សព្វផ្សាយតាមរយៈសិល្បៈទំនើបរហូតទោះបាននៅការចាប់អារម្មណ៍យ៉ាងខ្លាំងដូចនេះចាពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់ថ្មីត្បិតថានេះគឺជាភាពយន្តថ្មីត្បិតថានេះគឺជាចម្រៀងរបស់វៀតណាមប៉ុន្តែវាក៏ជាឥទ្ធិពលវិជ្ជមានមួយផងដែរសម្រាប់សិល្បៈវប្បធម៌របស់ខ្មែរយើងដែលត្រូវបានប្រទេសវៀតណាមសិល្បករវៀតណាមឬក៏ផលិតករវៀតណាមទទួលស្គាល់ហើយយកទៅផលិតដោយបានភ្ជាប់និងបញ្ជាក់ថានេះគឺជាសិល្បៈវប្បធម៌របស់ខ្មែរមិនបានយកទៅកាឡៃហើយប្រាប់ថានេះគឺជាសិល្បៈវប្បធម៌របស់ខ្លួនដោយប្រទេសចៅសៀមនោះទេយ៉ាងណាមិញពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់ថ្មីត្បិតតែយើងមានក្តីរំភើបរីករាយចំពោះអ្វីដែលសិល្បករវៀតណាមឬក៏ផលិតករវៀតណាមគាត់បានបង្ហាញអំពីសិល្បៈវប្បធម៌របស់ខ្មែរប៉ុន្តែសូមឲ្យខ្មែរយើងទាំងអស់កុំភ្លេចចូលរួមគាំទ្រភាពយន្តខ្មែរចម្រៀងខ្មែរសិល្បករសិល្បករនីខ្មែរយើងព្រោះមានតែខ្មែរស្រឡាញ់ខ្មែរគាំទ្រខ្មែរទើបសិល្បៈវប្បធម៌ក៏ដូចជាភាពយន្តនិងតន្ត្រីរបស់យើងមានការអភិវឌ្ឍយើងគាំទ្រគេយើងសរសើរគេតែកុំភ្លេច
គាំទ្រនិងសរសើរក៏ដូចជាផ្សព្វផ្សាយអំពីតារាចម្រៀងយើងសិល្បករយើងឲ្យបានផុសផុលដូចគ្នាផងដែរពីព្រោះសិល្បករយើងតារាចម្រៀងយើងក៏មានសមត្ថភាពក៏មានទឹកដមសម្លេងមិនចាញ់សិល្បករបរទេសដែរហើយក៏យើងមានបទចម្រៀងខ្មែរយើងដែលបានរួមបញ្ចូលនៅសិល្បៈវប្បធម៌នៅក្នុងបទចម្រៀងឬក៏នៅក្នុងភាពយន្តដូចគ្នាដែរខ្មែរស្រឡាញ់ខ្មែរខ្មែរគាំទ្រខ្មែរខ្មែររួបរวมប្រែថាខ្មែរខ្លាំងពីនាងខ្ញុំនីកាសូមអរគុណ